គណៈបកសង្គ្រោះជាតិលើកឡើងថាជាង20ឆ្នាំមកនេះគណៈបកប្រជាជនកម្ពុជាដែលកាន់អំណាចមិនគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យបានពេញលេញនៅឡើយសេចក្តីថ្លែងការណ៍របស់គណៈបកសង្គ្រោះជាតិចុះថ្ងៃទី23ខែតុលាឆ្នាំ2014នេះបានកត់សម្គាល់ថាប្រទេសកម្ពុជាមិនទាន់អនុវត្តពេញលេញនៅស្មារតីកិច្ចព្រមព្រៀងនេះដូចជាសង្គ្រាមដណ្ដើមដីធ្លីពីប្រជាពលរដ្ឋក្រីក្រនៅពេលបច្ចុប្បន្នការបង្រួបបង្រួមជាតិដែលផុសចេញពីបេះដូងអ្នកនយោបាយមិនទាន់មានពិតប្រាកដការគោរពសេរីភាពប្រជាពលរដ្ឋនៅឆ្ងាយពីគោលការណ៍រដ្ឋធម្មនុញ្ញមិនទាន់មានការអភិវឌ្ឍពិតប្រាកដដោយសារមានគម្លាតខ្លាំងរវាងអ្នកមាននិងអ្នកក្រពិសេសយុវជនអត់ការងារធ្វើនិងបញ្ហាបរណភាពទឹកដីមិនទាន់បានដោះស្រាយក្នុងពិធីអបអរខួបទី23នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស23ដុល្លារធ្វើនៅទីស្នាក់ការគណៈបកសង្គ្រោះជាតិប្រធានស្ដីទីគណៈបកនេះលោកកឹមសុខាអំពាវនាវឲ្យគណៈបកកណ្ដាលអំណាចឈប់ប្រើអំពើហិង្សានិងធ្វើសង្គ្រាមជាមួយប្រជាពលរដ្ឋហើយរួមគ្នាជាមួយនឹងគណៈបកសង្គ្រោះជាតិអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសឲ្យមានប្រសិទ្ធភាពខ្ញុំសូមអំពាវនាវឲ្យយើងទាំងអស់គ្នាគិតពីសន្តិភាពពិតគឺឈប់ធ្វើឲ្យប្រជារាស្ត្រឈឺចាប់ឈប់ទៅប្លន់យកដីប្រជារាស្ត្រឈប់ប្លន់យកផ្ទះសម្បែងប្រជារាស្ត្រឈប់ធ្វើសង្គ្រាមជាមួយប្រជាជាតិឯងឈប់ធ្វើសង្គ្រាមជាមួយអ្នកទុនសោយឈប់ធ្វើសង្គ្រាមជាមួយជនរួមជាតិរបស់ខ្លួនឯងទៅទើបមានសន្តិភាពពិតVOD មិនអាចតាក់ទងលោកខៀវកញ្ញរិទ្ធអ្នកនាំពាក្យរដ្ឋាភិបាលបានទេចំណែកអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោកផៃស៊ីផានមិនធ្វើអត្ថាធិប្បាយលើបញ្ហានេះជៀបខលពី VOD ទៅអាដាមអត់ខ្ញុំអត់និយាយអត់ទេ VOD កំទោសអាដាមខ្ញុំគាត់សុំសម្ភាសអាដាមអ្នកស្រាវជ្រាវឯករាជ្យពីការអភិវឌ្ឍសង្គមលោកកែមលីយល់ថាការចេញសេចក្តីថ្លែងការណ៍និងការលើកឡើងរបស់លោកកឹមសុខាមិនទាន់មានប្រសិទ្ធភាពទេលោកផ្ដល់ជាអនុសាសន៍ថាតំណាងរាជគណៈបក្សសង្គ្រោះជាតិទាំង55រូបត្រូវប្រមូលឯកសារមកវិភាគរួចធ្វើលិខិតដាក់ទៅរដ្ឋាភិបាលនិងប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសទើបដោះស្រាយបញ្ហាទាំងនោះមានប្រសិទ្ធភាពគណៈបក្សសង្គ្រោះជាតិក៏ប្រជាពលរដ្ឋហ្នឹងគឺត្រូវធ្វើលិខិតទៅភាគីហត្ថលេខីទាំង18ហ្នឹងឲ្យមានការប្រជុំឡើងវិញហើយពិនិត្យមើលរបាយការណ៍របស់ខ្លួនឲ្យបានធ្វើហ្នឹងថាមិនទាន់គ្រប់ផ្នែកណាហើយឲ្យប្រទេសកម្ពុជានឹងចាប់ផ្ដើមគោរពបន្ថែមទៀតខ្ញុំគិតថាជាការប្រសើររដ្ឋាភិបាលកម្ពុជាលុបចោលថ្ងៃទី23ដុល្លារពីប្រតិទិនឈប់សម្រាកបន់ជាតិអស់រយៈពេលច្រើនឆ្នាំប៉ុន្តែបន្ទាប់ពីមានការរិះគន់ច្រើននិងក្រោយពីសម្ដេចឪយាងចូលទីវង្គតទើបលោកហ៊ុនសែនសម្រេចដាក់ថ្ងៃទី23ដុល្លារនេះជាថ្ងៃបន់ជាតិវិញខ្ញុំណាតសុភាព VOD ភ្នំពេញ